រុក្ខជាតិខ្លះយើងខំដាំយើងខំថែយើងខំស្រោចទឹកយើងខំដាក់ជីប៉ុន្តែអត់បានរីកលូតលាស់ល្អទេហើយរុក្ខជាតិខ្លះវិញយើងអត់បានដាំទេហើយយើងក៏អត់បានថែរក្សាល្អយើងអត់បានស្រោចទឹកយើងអត់បានដាក់ជីប៉ុន្តែរុក្ខជាតិនោះបានរីកលូតលាស់ល្អប្រសើរមែនទែនយ៉ាងណាមិញមិនខុសពីជីវិតមនុស្សយើងទេអ្នកខ្លះគាត់កើតមកនៅក្នុងគ្រួសារដែលមានជីវភាពធូរធារមានអ្វីៗគ្រប់យ៉ាងប៉ុន្តែគាត់អត់មានអនាគតល្អប្រសើរខុសពីអ្នកដែលគាត់កើតមកនៅក្នុងគ្រួសារដែលមិនសូវធូរធារគាត់ខិតខំប្រឹងប្រែងផ្លាស់ប្ដូរជីវិតរបស់គាត់តស៊ូហើយចុងក្រោយធ្វើឲ្យជីវិតរបស់គាត់បានប្រសើរឡើងនិងមានអនាគតល្អដូច្នេះសូមកុំអស់សង្ឃឹមឬក៏ត្រេកអរជាមួយនឹងអ្វីដែលអ្នកកំពុងមានបច្ចុប្បន្នការកើតមកនៅក្នុងគ្រួសារក្រឬមានមិនសំខាន់ទេសំខាន់គឺខ្លួនយើងជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង